ngày mùi nó bệt để nhom tọt thọt rương nó bệt ông pro mà nè cắt bàn dây prap thà bệt cắt bị muốn saoตัดดำเชอcắt nâu khmeiตรงใจอยู่มาพายปรำตัว30 ឆ្នាំการนั่งกัดอัดจำฉบับนะให้เด็กกัดดำเชยจรันเป๊ะกัดก็มาเมียนเปลในขนมกาบอสมอาดหนึ่งกัดก็บานกับดำเชยหนึ่งจอลดำเชยได้เมียนได้เจ็ดดำเยี่ยงดำเมียนดำสวายดำขนอเนี่ยเจ็ดแสดงดูขนมเตี้ยยอมจังนะหนึ่งจังกัดเมียนดำเชยถึงอ่อนหนึ่งในขนมเตี้ยกัดหนึ่งให้ดำเยี่ยงกัดดังเธอไม่กัดก็บานจะสั่งดอดติ่มดองแล้วฮดเราเวียงงับกวลหนึ่งเวียงงับกวลให้กรอยโมติสเป็นเลยยำต่อทอดทั้งไงสายยำสกัลโกนสกัลไอเกิดนั่นนะสกัลโกนกัดตามที่ไม่ติดเนี่ยแต่ให้กัดเรานั่นคือจันล้อประปวนจะลำประปวนกัดเรานั่นคือจันล้ออายุตรงเจีย50 ឆ្នាំហើយនឹង50ក្រាស់នឹង50ចូលហើយណាចឹងกัดក៏ចាប់ដើមនឹកស្ដាយក្រោយនឹងចាប់ដើមនឹកស្ដាយក្រោយថាมันគួរណាกัดកាប់มันគួរណាกัดនៅពីក្មេងហ្នឹងกัดបានលំដើមឈើហើយកាប់ដើមឈើចោលសោះហ្នឹងចឹងដល់ឥឡូវគឺផ្ទះគិតគឺស្លាស់តែម្ដងស្លាស់គឺក្តៅដឹងហើយគឺសម័យបច្ចុប្បន្នគឺក្តៅខ្លាំងមែនទែនហ្នឹងក្តៅខ្លាំងចំហាយក្តៅមកខ្លាំងហើយដល់ពេលភ្លៀងអត់មានអីសម្រាប់នឹងក្របដណ្ដប់ឬក៏បាំងបិទបាំងខ្យល់អាកាសដែរហ្នឹងអញ្ចឹងហ្នឹងហើយជាមូលហេតុដែលកាត់ពីទូចកាត់គិតខុសពីក្មេងៗកាត់គិតខុសនឹងដោយសារគាត់អត់មានពេលនៅក្នុងការថែរក្សាអត់មានពេលនៅក្នុងការបោសសម្អាតផ្ទះអញ្ចឹងគាត់ក៏សម្រេចចិត្តកាប់ដើមឈើនឹងចោលនឹងអញ្ចឹងដល់ពេលវ័យគាត់ចូលចាស់ជរាគាត់បែរជាងាកមកស្រឡាញ់ធម្មជាតិនឹងកំតែធម្មជាតិអត់នៅចិត្តគាត់ទៀតទេនឹងដោយសារតែផ្ទះគាត់នឹងគឺគាត់បានដុតឬក៏កាប់បំផ្លាញព្រៃឈើដែលគាត់បានដែលវាដោះហើយគាត់បានដាំនឹងគាត់កាប់ចោលអស់ហើយអញ្ចឹងសរុបមកនឹងគឺសម្រាប់បងប្អូនយើងបច្ចុប្បន្នហ្នឹងគឺចូលរួមដាំដើមឈើដើម្បីជាម្លប់ត្រជាក់និងដើម្បីជាធម្មជាតិនិងសម្រាប់យើងនៅផ្ទះក្តីនៅតាមទីណាក្តីតាមផ្លូវតាមអីក្តីតាមគៀងចន្ទៈផ្លូវណានឹងយើងចូលរួមដាំដើមឈើបានទាំងអស់គ្នាដើម្បីជាម្លប់និងសម្រាប់ជាម្លប់សម្រាប់ផ្ទះយើងជាក់ស្ដែងពីផ្ទះខ្ញុំជាដើមណាបងប្អូនឃើញហ្នឹងគឺកាលពី7-8 ឆ្នាំមុនដូចគ្នាដែរបងប្អូន7-8 ឆ្នាំមុនគឺផ្ទះខ្ញុំគឺស្លាស់ថេងនឹងខ្ញុំមានវីដេអូច្រើនទាក់ទងនឹងការថតពីផ្ទះខ្ញុំណាដោយសារតែខ្ញុំចូលចិត្តថតវីដេអូតាំងពីខ្ញុំនៅក្មេងៗរហូតដល់ឥឡូវនេះខ្ញុំវ័យ30 ឆ្នាំហើយគឺដើមឈើខ្ញុំក៏ធំដែរបងប្អូនឃើញដើមឈើខ្ញុំក៏ធំក៏ម្លប់ក៏ត្រជាក់និងម្លប់ត្រជាក់ទាំងអស់នឹងបងប្អូនឃើញទីធ្លាផ្ទះខ្ញុំនឹងគឺដោយសារខ្ញុំបានដាំដើមឈើច្រើននឹងមានដើមខ្នុរមានដើមស្វាយខ្ទិះមានដើមកន្ទួតមានដើមមៀនដើមដើមធំហ្នឹងគឺនៅក្នុងហ្នឹងក៏ដើមរាងធំគឺដើមរនឹមឃើញបងប្អូននិយាយនៅក្នុងចំោះហ្នឹងរនឹមឃើញដើមព្រីងនឹងដើមព្រីងមកខ្ញុំក៏បាន2 ដើមបងប្អូនផ្លែច្រើនហើយនឹងអញ្ចឹងសរុបមកគឺខ្ញុំចូលចិត្តធម្មជាតិតាំងពីក្មេងៗនឹងចូលចិត្តធម្មជាតិតាំងពីក្មេងៗអញ្ចឹងខ្ញុំបានមិនថាយើងចេះគិតមិនចេះអីទេក៏ប៉ុន្តែយើងមើលឃើញថាផ្ទះយើងក្តៅបើសិនជាយើងដាំដើមឈើដាំអីអាចជា5-6 ឆ្នាំទៅមុខអាចជាម្លប់ត្រជាក់គាត់ថាបានរហូតដល់ឥឡូវហ្នឹងគឺមែនបងប្អូនគឺដើមឈើខ្ញុំធ្វើតែបើតែខ្ញុំរៀបមិនទាន់ស្អាតមែនក៏ប៉ុន្តែជាចំណែកមួយដែលធ្វើឲ្យដើមឈើយើងដែលធ្វើឲ្យផ្ទះយើងទីបរិស្ថានទីធ្លាផ្ទះយើងវាត្រជាក់មានដើមឈើដើមអីច្រើនបងប្អូនឃើញហ្នឹងគឺវាបានត្រជាក់កាលពីមុនបងប្អូនឃើញគឺវាដូចនៅតាមវាលស្រែចឹងឯងហើយខ្ញុំបានឆ្លៀតដាំដើមឈើឆ្លៀតដាំអីនឹងតម្រាំមកប៉ុណ្ណេះនេះដើមព្រីងខ្ញុំនិយាយមិញបងប្អូនគឺដើមធំហើយផ្លែវាក៏បានផលច្រើនមែនតើផ្លែវាក៏ពេញម្ដងតែម្ដងឆ្នាំនេះបងប្អូនអានេះគឺដើមកលែនគឺត្រជាក់បងប្អូនមើលពីក្រោមឃើញត្រជាក់ដែរនេះឥឡូវវាអត់ធំទេទើបអាយុនឹងជិត4 ឆ្នាំឬក៏5 ឆ្នាំទេដូចជា5 ឆ្នាំអាយុវាណាដាំតាំងពីកំណត់កូនរបស់ខ្ញុំនឹងពីមុនក៏ដាំស្វាយដល់ពេលមានខ្យល់មិនអីទៅរើសវាអត់សូវធន់ក៏បានបាក់ដួលរលំទៅនឹងឥឡូវនេះក៏ដូចគ្នាដែរពីមុនគឺអត់មានដាំឈើដាំអីទេតែខ្ញុំដាំចឹងដើម្បីបងប្អូនយើងកុំអោយមានវិបរិសារីស្ដាយក្រោយដូចអ៊ំប្រុសម្នាក់ហ្នឹងគឺយើងត្រូវតែចូលរួមដាំដើមឈើទាំងអស់គ្នាហើយមិនបាច់ភ័យថាពិបាកសម្អាតពិបាកអីទេយើងទៅនៃស្មានណាក៏សម្អាតស្មាននោះទៅណាដើម្បីអោយទីធ្លារបស់យើងស្អាតនឹងហើយម្លប់ជាពិសេសគឺយើងចង់បានតែម្លប់តែម្ដងដោយសារឡើយគឺក្តៅខ្លាំងណាស់បរិយាកាសរបស់យើងគឺក្តៅខ្លាំងមែនតើអញ្ចឹងអ្វីដែលយើងចង់បានគឺម្លប់ធ្វើម៉េចឲ្យដើមឈើទីធ្លាផ្ទះយើងឬក៏តាមដងផ្លូវតាមដងអី
មកលប់តិចវារត់តែល្អអូខេវីដេអូនេះប៉ុណ្ណឹងឲ្យបងប្អូនអរគុណច្រើន